ល្អមែនពេលនៅជាមួយខ្ញុំថាមិនអាចមានកូនទេនេះទើបតែការឲ្យសោះពពោះហើយព្រោះតែនៅជាមួយលោកខ្ញុំគ្មានបំណងចង់បានកូននោះទេតែនិយាយឲ្យតាថាចង់បានកូនប្តីបារីអីយូរម្ដងមិនអីទេជួបបារីធ្វើឲ្យប៉ះពាល់ដល់កូននឹងផ្ទៃប៉ះពាល់ដល់កូននឹងផ្ទៃអីគេកូនយើងមានសំណាងហើយតាគ្មានបញ្ហាអីទេបន្ទាប់ពីបែកពីអ្នកចាស់មកខ្ញុំក៏បានជួបប្តីខ្ញុំឥឡូវនេះបែកប្តីបារីអូហ្នឹងហើយអូនចាំថាអូនប្រាប់បងអីតាអូនមិនអាចមានកូនទេអូនឯងគិតថាបងចង់បានកូនមែនអាយ៉ាមែនទេបងឃើញប៉ុន្មានថ្ងៃហ្នឹងអូនឯងត្រូវសែងបរិយមិនស្រួលខ្លួនអញ្ចឹងឲ្យបងផ្ដាច់ហ្មងទៅបងកំពុងមើលសមុទ្រកុននេះរឿងទាំងនេះបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ខ្ញុំធ្វើឲ្យខ្ញុំនឹកដល់ម្ដាយរបស់អ្នកចាស់នេះកូនស្រីចុះឆ្នាំមានតែផឹកទៅម៉ាក់គ្រូពេទ្យប្រាប់ថាសុខភាពរបស់ខ្ញុំល្អមិនបាច់ផឹកថ្នាំទេឲ្យឯងផឹកទៅគ្មានទោះអីទេស្ដាប់ម៉ាក់ទៅបានទេម៉ាក់និយាយពាក្យមិនល្អឲ្យហើយឆ្លងទន្លេដោយសារវាកាត់គឺវាមិនល្អទេតាមធម្មជាតិទៅល្អជាងម៉ាក់គ្រូពេទ្យឲ្យខ្ញុំកាត់យ៉ាងម៉េចខ្ញុំកាត់តាមគ្រូពេទ្យខ្ញុំស្ដាប់តាមគ្រូពេទ្យតាគ្រូពេទ្យក្មេងៗទាំងនោះធ្លាប់បង្កើតកូនប្រហែលអ្នកឯងបទពិសោធន៍មិនទេក៏គ្មានបទពិសោធន៍គេណាច្រើនជាងម៉ាក់ឆ្នាំស្ពឹកនោះដាច់ខាតកំដៅឲ្យសោះគ្មានកើតមកនឹងល្ងងអីម៉ាក់អាយ៉ាទៅផ្ទះពពួយបានល្អចុះគ្រប់យ៉ាងត្រូវស្ដាប់តាមម៉ាក់បងគ្រប់យ៉ាងម៉ាក់ចាំឲ្យអូនល្អតាបងឯងខ្វល់ច្រើនទៅអីម៉ាក់ម៉ៃនៅផ្ទះចាំមើលចៅចុះណានេះជាពូរបស់អូនមិនក៏ប្រាប់មិនឲ្យខ្វល់បែបហ្នឹងបែកផឹកខ្លួនឯងទៅលេងហើយផឹកទៅដោះគោកូនប្រុសហាកូនឯងគិតច្បាស់ហើយនៅឯងនិយាយថាមិនចង់បានកូនពេលឯងចាស់ទៅអ្នកណាមើលថែពួកឯងម៉ាពេលរៀបការឃើញនិយាយឲ្យថាត្រូវការកូននេះនិយាយម្ដងទៀតខ្ញុំរៀបការជាមួយថៃវិនមិនមែនដើម្បីឲ្យនាងបង្កើតកូនឲ្យខ្ញុំនោះទេប៉ុន្តែអីបានទេម៉ារឿងនេះកុំបារម្ភអីថ្ងៃក្រោយរឿងដែលចង់បានកូនទុកឲ្យខ្ញុំពីរនាក់ជាអ្នកដោះស្រាយការឆ្លើយតបរបស់គាត់ធ្វើឲ្យខ្ញុំស្ងប់ចិត្តខ្លាំងណាស់លេងហើយទៅដោះគោឡើងលើមិនក៏ថ្ងៃនោះម៉ែចេញទៅធ្វើការមកលឿនម៉ែបងលាឈប់ហើយលាឈប់ពួកយើងរបងថ្លៃឡើងថ្លៃផ្ទះថ្ងៃក្រោយទៅពួកយើងត្រូវចិញ្ចឹមកូនទៀតហើយអូនឯងស្រេកអីហ្នឹងឃើញនឹងមានអូនដែរតាអូនឆ្លងទន្លេហើយត្រូវឈប់សុរាទៀតតើអូនអាចបានប្រាក់ខែប៉ុន្មានទៅម៉ែមានតែគិតអត់ថាចឹងក្មេងម្នាក់របស់គាត់ធំនៅចំណាយអត់ប្រហែលអត់មានលុយចាំបែបអ្នកមានអត់លុយចាំបែបអ្នកក្រគេគ្រប់គ្នាគេសុទ្ធតែចិញ្ចឹមកូនបែបនេះឯងបងមានអារម្មណ៍ថាមនុស្សឯងនេះមិនក៏ទុកតិធិនិយមម៉េះបានហើយពួកយើងលេងគ្នាទៅថៃវិនអូនឯងចង់មានន័យថាម៉េចន័យរបស់ខ្ញុំគឺបែងទៅរកមនុស្សស្រីដែលយកព្រមបង្កើតកូនដល់មួយឯងទៅថ្ងៃក្រោយខ្ញុំមិនអាចមានកូនទេឈួតមែនមកឆាប់ភ្លុំហូបតែប្តីអូនធ្វើមើលឆ្ងាញ់ឬមិនឆ្ងាញ់ឆាប់ភ្លុំទៅកាយវាចិត្តទុកដាក់មើលថែរបស់គាត់ធ្វើឲ្យខ្ញុំទ្រាំលំបាកតស៊ូគាត់ថាប្តីបងចង់បានកូនអត់អូនឯងចង់បានអត់ទេអូនចង់និយាយថាថៃវិនប្រសិនអូនគិតថាបងមានសិទ្ធិធ្វើជាពុករបស់កូនហើយជាអ្វីដែលអូនចង់បាននោះអញ្ចឹងពួកយើងយកមួយទៅប៉ុន្តែពួកយើងបានរៀបការរួចហើយមិនបានជាបងគិតថាគ្មានសិទ្ធិនោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាស្វាមីដែលមានសមត្ថភាពនិងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ធ្វើជាពុកគេជារឿងពីរដែលត្រូវគិតអូននិយាយត្រូវហើយនៅពេលនេះខ្ញុំពិតជាចង់បានកូនរបស់ពួកយើងណាស់មនុស្សស្រីក្លាហាននិងមានកូនមានទំនុកចិត្តដ៏អស្ចារ្យគឺមើលទៅលើមនុស្សប្រុសនោះគួរឲ្យទុកចិត្តឬក៏អត់ប្រពន្ធសម្លាញ់កែនិយាយថាថ្ងៃនេះទិញឲ្យតែកូនតាមិនក៏បងទិញឲ្យអូនច្រើនម៉េះកូនគឺជាជំរើសទី2អូនគឺសំខាន់ជាងគេត្រូវអត់តោះទៅផ្ទះការបង្កើតកូនគឺជាសមត្ថភាពមួយដែលព្រះបានប្រទានទៅឲ្យមនុស្សស្រីយល់ព្រមបង្កើតកូនឲ្យប្តីគឺជាការសម្រេចចិត្តមួយដ៏ធំ